ហេតុអីបានជាចំណុចឬក៏សកម្មភាពមួយឆ្លុះបញ្ចាំងរាល់សកម្មភាពរបស់យើងទាំងអស់ថ្ងៃនេះខ្ញុំលើកឡើងរឿងនិទានមួយដែលអាចឆ្លុះបញ្ចាំងជាមួយនឹងអ្វីដែលខ្ញុំលើកឡើងហ្នឹងហើយក៏អាចឆ្លុះបញ្ចាំងបានជាច្រើនចំណុចអាស្រ័យទៅលើជីវិតដែលយើងបានជួបរៀងៗខ្លួនហើយបងប្អូនទាំងអស់គ្នាដែលថាខ្ញុំរៀនបានច្រើនពីការស្ដាប់រឿងយកមកឆ្លុះបញ្ចាំងនឹងអត្ថបទនៅក្នុងជីវិតផ្ទាល់ខ្ញុំយល់ថាល្អខ្ញុំក៏រៀបចំចានិទានជូនទាំងអស់គ្នាស្ដាប់ដើម្បីជាប្រយោជន៍ដូចគ្នាថ្ងៃនេះគឺខ្ញុំមានរឿងនិទានមួយពាក់ព័ន្ធជាមួយនឹងរឿងកង្កែបនិងខ្យាដំរីចឹងសម្រាប់កង្កែបគឺយើងដឹងថាវាជាសត្វដែលរស់នៅក្នុងទឹកហើយសម្រាប់ខ្យាដំរីគឺជាសត្វដែលវានៅលើគោកហើយវាមានពឹសត្រូវហើយតោះមកស្ដាប់ទាំងអស់គ្នាចាថ្ងៃមួយមានខ្យាដំរីវាធ្វើដំណើរទៅដល់មាត់បឹងហើយវាពិតជាត្រូវការទៅដល់ត្រើយមកខាងទៀតដោយត្រូវឆ្លងកាត់ទឹកមួយនោះពេលនោះខ្យាដំរីសញ្ជឹងទឹកមួយសន្ទុះក៏បានឃើញកង្កែបមួយក្បាលចាដែលលោតលេងនៅក្នុងទឹកបឹងនោះពេលនោះសត្វខ្យាដំរីក៏ស្រែកហៅកង្កែបថាបងកង្កែបខ្ញុំចង់ទៅត្រើយមកខាងនោះបងកង្កែបអាចជួយចម្លងខ្ញុំទៅបានទេកង្កែបក៏ឆ្លើយតែភ្ញាក់ផ្អើលភ្លាមថាអូមិនបានទេព្រោះអ្នកគឺជាខ្យាដំរីបើសិនជាខ្ញុំដាក់អ្នកនៅលើខ្នងដើម្បីចម្លងទៅមកខាងទៀតក៏កត់ណាថាអ្នកនឹងតិចខ្ញុំខ្យាដំរីក៏អស់សំណោចហើយសោយភ្លាមថាបងកង្កែបទោះជាយ៉ាងណាក៏ខ្ញុំមិនល្ងងដល់ថ្នាក់នឹងដែរបើសិនជាខ្ញុំតិចបងហើយខ្ញុំនៅលើខ្នងបងកំពុងតែឆ្លងទឹកពួកយើងទាំងពីរនឹងស្លាប់ខ្ញុំមិនល្ងងធ្វើបែបនេះទេកង្កែបស្ដាប់ហើយក៏គិតមើលទៅតំណងដែរតាអូខេក៏សម្រេចចិត្តឲ្យខ្យាដំរីនៅលើខ្នងហើយធ្វើដំណើរឆ្លងកាត់បឹងបានមួយសន្ទុះស្រាប់តែខ្យាដំរីចាចុចពុកចាតិចពុកនៅលើខ្នងកង្កែបព្យាយាមហែលឲ្យលឿនដើម្បីឲ្យទៅដល់ច្រាំងឲ្យលឿនប៉ុន្តែខ្យាដំរីស្រាប់តែចុចពុកចាតិចកង្កែបនឹងរហូតដល់កង្កែបនឹងក៏អស់ខ្យល់ហើយក៏បាននិយាយទៅខ្យាដំរីនឹងថាក្រែងបងសន្យាថាបងមិនតិចខ្ញុំទេត្រូវទេឲ្យខ្ញុំចម្លងបងទៅដល់ត្រើយមកខាងទៀតខ្យាដំរីក៏យំយេកហើយសុំទោសកង្កែបថាបងកង្កែបខ្ញុំពិតជាសុំទោសបងមែនទែនខ្ញុំពិតជាគ្មានបំណងតិចបងទេតែដោយសារតែសារជាតិរបស់ខ្ញុំជាខ្យាដំរីរឿងនេះវាពិតជាឆ្លោះប្រចាំងបានច្រើនមែនទែនសម្រាប់ទាំងអស់គ្នាដែលបានស្ដាប់រឿងនេះអាស្រ័យទៅលើអ្វីដែលបងប្អូនទាំងអស់គ្នាមានបទពិសោធន៍បានជួបចាអញ្ចឹងការយកអាសាមនុស្សក៏ត្រូវតែមើលដែរមែនទេតែកុំភ្លេចកុំបោះបង់ខ្លួនឯងចោលត្រូវតែជ្រើសរើសនៅអ្វីដែលខ្លួនឯងគួរធ្វើហើយសម្រាប់អ្នកដែលគាត់កំពុងតែចង់បង្កើនចំណូលចង់ចាប់ដើមយកកៅអៅគិបមកលក់ហើយអ្នកខ្លះក៏មានអាជីពជាអ្នកលក់កៅអៅស្រាប់មិនថាកៅអៅគិបទេចាអត់តន់ចេះ live អត់តន់ចេះថតវីដេអូកាត់តវីដេអូអាចប្រឹក្សាយោបល់ចាឆាតចូល page កន្លែងហ្នឹងសម្រាប់អ្នកដែលរៀនផ្ទាល់គឺយើងទទួលមកវគ្គត្រឹមតែ5នាក់តែប៉ុណ្ណោះការសិក្សារយៈពេល8ម៉ោងហើយយើងអនុវត្តផ្ទាល់មានទីតាំងសម្រាប់អ្នកទាំងអស់គ្នាមក live ជាផលិតផលជាអាជីពផ្ទាល់រយៈពេល free time 3ថ្ងៃទៀតពេលដែលរៀនចប់ចាថ្នាក់ជាមួយនឹងការអនុវត្តប្រកបជាអាចយកទៅធ្វើបានភ្លាមហើយដំណឹងល្អមួយទៀតសម្រាប់អ្នកដែលគាត់អត់ទាន់មានអវ៉ាន់អត់ទាន់មានមុខរបរឯងចង់យកអាគីបដែលបោកគក់ស្អាតឬម៉ូតតាមចិត្តយកទៅលក់បន្តចាប់ពី50អា100អាទៅខ្ញុំដាក់តម្លៃពិសេសយកទៅលក់ដឹងតែចំណេញហ្មងអញ្ចឹងឆាត inbox មកឥឡូវណាជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ